Ok, sửa đây thằng ngọc này video đấy mà toไป video មិនសមអញខ្ញុំបានចេញ video តាក់ទងជាមួយនឹង indicator ហើយ video នេះមកតរបៀបដាក់ indicator នេះគឺជំនួយមួយយ៉ាងដែរឲ្យអ្នកទាំងអស់គ្នាមើលឃើញដោយកន្លែងនេះដូចអ្នកនរគ្នាឃើញវាដាក់ L5 ហ្នឹងកន្លែងតំបន់ support ន័យថាតំបន់ support មកប៉ះនឹងតំបន់ហ្នឹងទៅផ្សារហ្នឹងហក់ឡើងទៅលើវិញហើយនៅកន្លែងនេះកន្លែង breakdown 4ម៉ោង breakdown វាសារថ្ងៃមិញព័ត៌មានខ្លាំងមកប៉ះកន្លែងនេះឃើញថាទីផ្សារវាអត់តបុកទម្លុះទេនៅ sideways កន្លែងហ្នឹងក៏ខ្ញុំបាន drop ចូលក្នុង group ដែរឲ្យ member គាត់ sell ចុះមកឃើញថាចំណេញបាត់ជាង10លេខដែរអញ្ចឹង indicator នេះគឺសំខាន់មួយយ៉ាងដែរសម្រាប់អ្នកអត់តន់ចេះ analyze ទីផ្សារអញ្ចឹងរបៀបដាក់អ្នកទាំងអស់គ្នាក៏ចុចចូលកន្លែង trade 3នេះមកឬហើយយកពាក្យ indicator អ្នកនរគ្នា search ពាក្យថានេះឈ្មោះនេះអ្នកនរគ្នា indicator ហ្នឹងដាក់តាមខ្ញុំនឹងមកវាចុចតាមនឹងមកវា load មកកន្លែងនេះ indicator ហ្នឹងបាក់សេរីព័ត៌មានទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើន